Grab bia đồ ekran iPhone 11 วงล้อยังกับekran ថ្មីចូលមកចុចបើកចុចតេស្តវាចង់ដឹងថាថាច់ដើរស្រួលហើយក៏អត់ចឹងដែរតេស្តវាឲ្យសប់មកតេស្តលេខតេស្តអូវាជុំវិញekranថាវាដើរស្រួលហើយក៏នៅចឹងពេលដែលវាដើរស្រួលហើយអត់មានឆ្លងអីទេយើងបិទគ្រឿងវាទៅយើងចាប់ផ្ដើមផ្លាស់ប្ដូរekranយកekranអាចាស់មកមូលខ្ចៅវាដោះចេញ sensor ឧបលោតិចហ្នឹងមកទូរទស្សន៍មូលដោះខ្ចៅវាមាន4គ្រាប់ sensor ខាងលើវាចាស់ហ្នឹងមកដល់ពេលយើងយកវាចាស់ហ្នឹងអស់មកមើលទៅយើងត្រូវយកអីខ្លះចេញពីekran ចាស់ទៅដាក់ចូលទូរស័ព្ទថ្មីអញ្ចឹងឥឡូវយើងគាស់ sensor មួយមក iPhone 11ហ្នឹងមានតែប៉ុណ្្នឹងយកទៅ sensor និងឧបលោតិចខាងមុខហ្នឹងយកទៅដាក់ចូលekran ថ្មីយើងមកហើយekran ថ្មីយើងពេលដែលយើងលោហើយឃើញថាវាដើរស្រួលហើយយើងបក feel បកតែវាចេញបានហើយយើងដឹងថាដូរទៅដឹងថាប្រើបានហើយបកតែវាចេញអស់ទៅហើយយើងកັບ sensor ឧបលោតិចចូលវិញទៅចាប់ខ្ចៅ4គ្រាប់នឹងចូលវិញកន្លែងដើមនឹងវិញមកចាប់ខ្ចៅចូលមកចាប់4គ្រាប់នឹងដាក់វាឲ្យគ្រប់មកស្រួលទេcái iPhone វាមានអីត្រូវលើកច្រើនទេអត់ដូច Oppo Vivo យើងត្រូវលើកអីផ្សេងយកមកដាក់នៅក្នុងekranហ្នឹងអានេះស្រួលដាក់តែsensor ហ្នឹងមកកັບដាក់ekran ថ្មីតទៅទៀតយើងចាប់ជើង snap កន្លែងកັບជើងថ្ម iPhone 11ឲ្យមកយកជើង snap វាមកមូលខ្ចៅកັບ3គ្រាប់វិញមកតទៅទៀតយើងដាក់ekran ថ្មីចូលមកកັបវាឲ្យត្រូវកន្លែងជើង snap វាមកកັບវាឲ្យណែនល្អមកកັបឲ្យណែនល្អគ្រប់ជើង snap វាមកហើយ sensor វាហ្នឹងកັបឲ្យស្រួលដែរមកទៅ3ខ្សែកັບវាឲ្យគ្រប់3ខ្សែហ្នឹងទៅហើយយើងត្រួតពិនិត្យក្នុងទូរស័ព្ទយើងមានកែវខ្ចៅមានអីអត់បើមានកែវខ្ចៅអត់មានអីទេយើងកັបវាចូលបានហើយឥឡូវយើងដាក់ជើង snap ការពារekran កុំឲ្យវារបូតហើយក៏ sensor ឲ្យវារបូតអីចឹងធ្លាក់មកវាជួយ snap នឹងជួយការពារកុំឲ្យវាធ្លាក់របូតហើយក៏អត់ចេញកន្លែងណាមួយចឹងឥឡូវយើងចាប់ខ្ចៅចូលកន្លែងហ្នឹងទៀតឲ្យគ្រប់ទៀតមកចាប់ខ្ចៅលើជើង snap វាហ្នឹងឲ្យគ្រប់មកតពីចាប់គ្រប់ហើយយើងមើលត្រួតពិនិត្យមើលទូរស័ព្ទយើងហ្នឹងទៅកាលវានៅខ្វះខ្ចៅកន្លែងណាហើយក៏វារបូតខ្ចៅកន្លែងណាតពីចាប់គ្រប់ហើយយើងចាប់ផ្ដើមកັບវាចូលវិញកັບវាចូលបដាទៅហើយយើងចុចបើកវាមើលបដាថាវាដើរស្រួលឬក៏អត់ចឹងកັបវាចូលសកត់វាពត់មកជុំមកឲ្យវាអឹបណែនល្អមកអឹបekran ល្អមកហើយយើងចុចតេស្តវាលេងវាដើរស្រួលវាអត់វាមានឆ្លងអីក៏អត់ឃើញតែដើរស្រួលហើយយើងចាប់ខ្ចៅ2គ្រាប់ទៀតចូលមកបាទចាប់ខ្ចៅ2គ្រាប់នឹងចូលហើយចប់ហើយវីដេអូយើងតែប៉ុណ្្នឹងហើយបាទសូមអរគុណច្រើនបងប្អូនដែលទស្សនាវីដេអូរបស់ខ្ញុំនេះអរគុណច្រើនសូមជម្រាបលា